34ស្វែងយល់ពីការរៀបចំទំព័រឯកសារ Page Setup ទី1គឺយើងចុចនៅលើ menu Page Layout ទី2គឺយើងចុចនៅលើក្បាលព្រួញតូចរបស់ Page Setup ស្វែងយល់ពីប៊ូតុង Page ចុចនៅកន្លែងនេះដើម្បីជ្រើសរើសខ្នាតក្រដាសកន្លែងនេះគឺសម្រាប់បង្ហាញទម្រង់ក្រដាសដេកហើយកន្លែងនេះគឺសម្រាប់បង្ហាញទម្រង់ក្រដាសបញ្ឈរស្វែងយល់ពីប៊ូតុង Margin ចុចបដូរលេខក្នុងប្រអប់ Top Bottom Left Right ដើម្បីកំណត់រឹមគែមទំព័ររបស់ក្រដាសចុចបដូរលេខក្នុងប្រអប់ Header and Footer សម្រាប់កំណត់ក្បាលនិងជើងទំព័រចុច Tick នៅពីមុខ Horizontal ឬក៏ Vertical ដើម្បីកំណត់តារាងឲ្យនៅចំកណ្ដាលជួរដេកឬក៏ជួរឈរស្វែងយល់ពីប៊ូតុង Header and Footer ចុចនៅលើ Custom Header ដើម្បីសរសេរខ្លឹមសារលើក្បាលទំព័រចុចលើ Custom Footer ដើម្បីសរសេរខ្លឹមសារនៅជើងទំព័រចុចរើសទីតាំងនៅក្នុងប្រអប់លេខ1លេខ2ឬក៏លេខ3ដើម្បីសរសេរខ្លឹមសាររបស់ក្បាលទំព័រចុចនៅកន្លែងនេះបើយើងចង់បដូរទម្រង់និងទំហំអក្សរចុចនៅកន្លែងនេះបើយើងចង់ដាក់លេខរៀងតាមលំដាប់ចុចនៅកន្លែងនេះបើយើងចង់ដាក់លេខរៀងតាមការកំណត់ដោយខ្លួនឯងហើយយើងចុចនៅកន្លែងនេះបើយើងចង់ដាក់បញ្ចូលកាលបរិច្ឆេទចុចនៅកន្លែងនេះបើយើងចង់ដាក់ម៉ោងចុចនៅកន្លែងនេះបើយើងចង់ដាក់បង្ហាញទីតាំងឯកសាររបស់យើងចុចកន្លែងនេះបើយើងចង់ដាក់បង្ហាញឈ្មោះឯកសាររបស់យើងចុចនៅកន្លែងនេះបើយើងចង់ដាក់បង្ហាញសញ្ញាការងារចុចនៅកន្លែងនេះបើយើងចង់បញ្ចូលរូបភាពនៅក្នុងក្បាលទំព័រពេលធ្វើការកំណត់រួចរាល់ហើយយើងចុចលើ OK យើងចុចលើ OK